ระทรวงពាណិជ្ជកម្មចេញសេចក្តីប្រកាសព័ត៌មានបង្ហាញវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាមេរិកគណៈភាគីកម្ពុជានិងអាមេរិកនឹងបាច់ការចរចាក្នុងពេលឆាប់ៗក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាមេរិកនៅរសៀលថ្ងៃទី10ខែមេសាឆ្នាំ2025នេះគណៈក្រសួងបានបញ្ជាក់ឲ្យដឹងថាកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដទៃជាច្រើនទៀតត្រូវបានរដ្ឋបាលលោកដូណាល់ត្រាំប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួនមកត្រឹមអត្រា 10% ក្នុងរយៈពេល90ថ្ងៃតែទោះជាយ៉ាងណាកម្ពុជាត្រៀមយន្តការស្វែងរកដំណោះស្រាយសមស្របជាមួយសហរដ្ឋអាមេរិកដោយភាគីទាំងពីរនឹងបើកកិច្ចចរចាក្នុងពេលឆាប់ខាងមុខនេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងពាណិជ្ជកម្មនៅមុននេះបានជម្រាបជូនសាធារណជនធុរជននិងអ្នកនាំចេញទាំងអស់មេត្តាជ្រាបថារាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មនិងក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការបាននឹងកំពុងបន្តផ្តល់ការយកចិត្តទុកដាក់យ៉ាងគត់មុតតាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាមេរិកនិងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយសមស្របជាមួយសហរដ្ឋអាមេរិកក្រសួងពាណិជ្ជកម្មបានជម្រាបជូនអំពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការដូចតទៅនេះ 1. យោងតាមការចុះផ្សាយរបស់សេតវិមានកាលពីថ្ងៃទី9ខែមេសាឆ្នាំ2025ម៉ោងនៅសហរដ្ឋអាមេរិកឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំបានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួនមកត្រឹមអត្រា 10% ក្នុងរយៈពេល90ថ្ងៃសម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយជាមួយសហរដ្ឋអាមេរិកក្នុងនោះរួមមានកម្ពុជាផងដែរដូចនេះអត្រាពន្ធគយបដិការ 49% សម្រាប់កម្ពុជានិងអនុវត្តមកត្រឹមអត្រា 10% តែប៉ុណ្ណោះ 2. រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាមេរិកលើសំណើសម្បើកការចរចាស្វែងរកដំណោះស្រាយរួមបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗតាមរយៈលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី4ខែមេសាឆ្នាំ2025និងលិខិតរបស់លោកជំទាវ ចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចុះថ្ងៃទី4ខែមេសាឆ្នាំ2025ដោយបង្ហាញសេចក្តីស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួមនិងបញ្ចុះពន្ធគយពីអត្រា 35% មកត្រឹម 5% លើ 19 ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា 3. ក្រុមការងារអន្តរក្រសួងស្ថាប័នចំពោះកិច្ចដឹកនាំដោយឯកឧត្តមស៊ុនចន្ទថុលឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងភាគីសហរដ្ឋអាមេរិកនឹងបើកការចរចានាពេលឆាប់ខាងមុខនេះជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនឹងបន្តតាមដាននិងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការស្វែងរកនិងរក្សាឧត្តមប្រយោជន៍ជូនដល់ប្រជាជាតិព្រមទាំងបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត